Chuyện số này tao kia chụp kia sai cho mấy là dương mà bắt to chỉ môi tên năng merin lên đôi cho bao dương bắt to tiền cả vì bị tao muốn chừng bàn vừa cả chạy đầm lại tại tao chỉ môi tên năng user management group management chẳngនៅក្នុងនេះយើងអត់ click ឆ្ងាយពី management ទេប៉ុន្តែយើងមកដឹងអំពី file directory permission management វិញម្ដងវាក៏ជាផ្នែកមួយនៃ security នៅលើ server Linux របស់អ្នកទាំងគ្នាដែរដោយសារតែ file ហើយនិង directory management នៅក្នុង Linux វាមាន permission ជាច្រើនដែលវាជួយបានច្រើនមែនទែននៅពេលដែល environment ការងារជាក់ស្ដែងរបស់អ្នកទាំងគ្នាមាន user ប្រើប្រាស់ជាមួយទៅនឹង server នឹងជាច្រើនអញ្ចឹងយើងអាចប្រើប្រាស់ជាមួយទៅនឹង file ហើយនិង directory permission នេះបានដើម្បីជាប្រព័ន្ធសុវត្ថិភាពមួយដែរអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាបានដឹងតើតងជាមួយទៅនឹង user ហើយនឹងគ្រប់ហើយយើងមកដឹងអំពី permission រវាង file ហើយនិង directory វិញម្ដងថាតើវាមានអ្វីខ្លះនៅក្នុង Linux ហើយវាមានឥទ្ធិពលអ្វីក៏ដូចជាជួយការពារអ្វីខ្លះទៅលើ server របស់អ្នកនរគ្នាដូច្នេះកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់តននៃការបង្ហាញក៏ដូចជាការអនុវត្តជាក់ស្ដែងនៅក្នុង server អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ server ទាំងអស់គ្នាជួយសួរអ្នកនរគ្នាសារជាថ្មីតោះឥឡូវយើងមកបន្តជាមួយទៅនឹងមេរបស់យើងបន្តទៀតនៅក្នុងថ្ងៃនេះគឺយើងនឹងមកសិក្សាទៅលើ file ហើយនិង directory permission management វិញម្ដងយើងដឹងហើយតើតងជាមួយទៅនឹង file ហើយនិង directory នៅក្នុង Linux គឺវាមាន permission ក៏ដូចជាសិទ្ធិនៅក្នុងការប្រើប្រាស់នៅក្នុង file នីមួយៗក៏ដូចជា directory ជាដើមអញ្ចឹងយើងនឹងមកដឹងអំពី9ចំណុចសំខាន់ដែលចំណុចទី1យើងមកដឹងតើតងជាមួយទៅនឹងអត្ថន័យរបស់វាចំណុចទី2យល់របៀបនៅក្នុងការឆែក file ហើយនិង directory permission ដែលយើងអាចឆែកវាបែបម៉េចចំណុចទី3យើងមកដឹងពីប្រភេទនៃ permission ចំណុចទី4របៀបនៅក្នុងការអាន security permission ថាតើរបៀបនៅក្នុងការអានការយល់នៃ file ហើយនិង directory permission គឺយើងអានបែបម៉េចចំណុចទី5របៀបនៅក្នុងការផ្លាស់ប្ដូរ permission ទៅតាមតម្រូវការរបស់យើងហើយចំណុចទី6គឺរបៀបនៅក្នុងការផ្លាស់ប្ដូរ permission ជាមួយលេខតែយើងប្រើប្រាស់លេខគឺយើងដូរបែបម៉េចចំណុចទី7គឺយើងដូរ permission ជាមួយទៅនឹង keyword ហើយចំណុចទី8តកតងជាមួយទៅនឹងការផ្លាស់ប្ដូរ owner នៃ file ឬក៏ directory ចំណុចទី9យើង compare permission រវាង keyword ហើយនិង number អូខេអញ្ចឹងចំណុចទី1តកតងជាមួយទៅនឹងអត្ថន័យpermission គឺថា Linux វាគឺជា clone unique មួយដែលវាមាន multi user operation system ហើយអាចធ្វើការ access បានគ្រប់ user ជាច្រើនទៀតអញ្ចឹងយើងដឹងហើយគឺ Linux យើងអាច access បាន many user នៅក្នុងពេលតែមួយអញ្ចឹង user 2 user 3អាចធ្វើការ access មក server ហ្នឹងបានច្រើននៅក្នុងពេលតែមួយ permission ក៏ដូចជា security វិញ Linux គឺត្រូវបានបែងចែកចេញជា2 level ទី1គឺ ownership ទី2គឺ permission អញ្ចឹងយើងអាចប្រើប្រាស់ command list ដើម្បី check file ហើយនិង directory permission ហើយចំពោះ command list យើងដឹងហើយគឺតកតងមួយ command ls command គឺយើងប្រើសម្រាប់ធ្វើការ list នៅ file ឬក៏ directory ប៉ុន្តែ list ទម្រង់ជា summary ទេគេហៅថាសង្ខេបបើសិនជាយើងចង់ list detail មានទាំង permission មានទាំងទំហំ file មានទាំង date មានអីគឺយើងប្រើ command ll ឬក៏ ls.l តោះឥឡូវយើងទៅមើល comment ទាំងអស់គ្នាអូខេអញ្ចឹងយើងមកដល់ server របស់យើងឥឡូវថតថាខ្ញុំវាយ ls នេះ list ដូចគ្នាប៉ុន្តែឃើញអត់ list ទម្រង់វាគឺជាទម្រង់ summary ទេប៉ុន្តែបើសិនជាខ្ញុំវាយ ll ណាឬក៏ ls.l ឃើញអត់គឺវា list ទម្រង់ detail តែម្ដង detail មានន័យថាម៉េចមានន័យថាវានឹង list តកតងជាមួយទៅនឹង permission តកតងជាមួយទៅនឹង owner group ហើយនឹងទំហំ file ក៏ដូចជា that last modify នៃ file នីមួយៗអានេះគឺជារបៀបក្នុងការ list ក៏ដូចជាឆែក permission អូខេអញ្ចឹងយើងមកដល់ចំណុចទី2ចំណុចទី2ដឹងហើយតើតើជាមួយនឹងការឆែក permission គឺយើងប្រើ command ls.l ឬក៏ ll អញ្ចឹងបន្ទាប់ពីយើង execute command ខាងលើមិញហ្នឹងគឺយើងនឹងឃើញព័ត៌មានជាច្រើននៅក្នុង line ទាំងអស់ហ្នឹងដូចជាទី1គេថា first character គេយើងមកផ្ទៀងផ្ទាត់នេះគេថា first character ទី1សញ្ញាដកនេះខ្លះមានសញ្ញាដកខ្លះមាន d ហ្នឹងគឺសម្គាល់ឲ្យ directory ឲ្យសញ្ញាដកមានន័យថាវាអត់ស្គាល់អត់បើសិនជាវាដាក់ l មានន័យថាជា link បើសិនជាដាក់ដកវាអាចជាប្រភេទ file text file អីចឹងនេះគេថា first character ទី1គឺវាមានន័យថាជាប្រភេទ file មួយយើងចង់សម្គាល់ថាជាប្រភេទ file អីគេ
ប៉ុន្តែបើសិនជាយើងឃើញ D មានន័យថាអាហ្នឹងគឺជា directory នេះដូចនេះចឹងនេះឃើញទេឃើញ D ពីមុខอะ D ពីមុខអញ្ចឹងអាហ្នឹងគឺជា directory នេះឃើញទេហើយចំពោះទី2មានន័យថាជា9 character គឺវាសូរអំពី permission ហ្នឹងហើយដែលយើងនឹងមកសិក្សាផ្នែកហ្នឹងនេះ9 character នេះបន្ទាប់ពីសញ្ញាដកមិនមែនរាប់ពីរដកមកទេណាបន្ទាប់ពីសញ្ញាដកមក2 3អានេះ3ទៀតវា6អានេះ3ទៀតវា9អញ្ចឹង9 character ហ្នឹងគឺជា file directory permission ហើយបន្តមកទៀតគឺវាសូរចំពោះ owner របស់ file នេះឃើញ user នេះមានន័យគឺជា owner របស់ file អញ្ចឹងឧទាហរណ៍ថាយើងប្រើ user root ខ្ញុំប្រើ user root បង្កើតនៅ file មួយខ្ញុំដាក់ថា type permission file នេះឃើញទេអញ្ចឹងpermission file នេះឃើញវានឹងប្រើប្រាស់ជាមួយទៅនឹង user root អញ្ចឹងមានន័យថាជា owner នៃ file ហ្នឹងគឺ root user ហើយបន្តមកទៀតគឺជា group មានន័យថា user ដែលស្ថិតនៅក្នុង group មួយ root អាចប្រើប្រាស់ file នឹងបានអាចធ្វើអីនៅក្នុង file នឹងបាននេះគឺជា group ហើយបន្តមកទៀតតកតងជាមួយទំហំនៃ file អញ្ចឹងយើងដឹងហើយ file នីមួយៗគឺវាមានទំហំនេះឃើញលេខហ្នឹងឃើញអត់ហ្នឹងគឺជាទំហំនៃ file នីមួយៗហើយបើសិនជាអ្នកនរគ្នាចង់នេះអានេះយើង count total នៃ file ហើយមួយទៀតបើសិនជាអ្នកគ្នាចង់ដឹងថាតើ file នីមួយៗទំហំប្រមាណយើងអាចប្រើ command du.sh ហើយយើងដាក់ផ្កាយមកអានេះទាំងអស់ឬក៏ du.sh ដាក់ឈ្មោះ file ណាមួយមកឧទាហរណ៍ថា file shell នេះឃើញទេ 4.0 គីឡូអញ្ចឹងយើងអាចដឹងទំហំនៃ file នឹងបានអូខេហើយបន្តមកទៀតតកតងជាមួយទៅនឹងការ show នៅ date ហើយនឹង time នៃ file ដែលត្រូវបាន modify ចុងក្រោយអញ្ចឹងឧទាហរណ៍ថា file មួយនេះfile test នេះឃើញអត់នៅថ្ងៃទី26ខែ10ម៉ោង3ឥឡូវខ្ញុំធ្វើការ modify តើវីដេអូមក current time របស់ខ្ញុំបច្ចុប្បន្នអត់នេះខ្ញុំដាក់ថានេះឃើញទេថ្ងៃទី9ខែ11អញ្ចឹងខ្ញុំធ្វើការផ្លាស់ប្ដូរវាខ្ញុំ add modify file ហ្នឹងទៅយើងលេងម្ដងទៀតឃើញអត់អញ្ចឹង file ហ្នឹងគឺត្រូវបានផ្លាស់ប្ដូរនេះឃើញអត់ដំបូងគឺថ្ងៃទី26ទេឥឡូវថ្ងៃទី9នេះថ្ងៃទី9ហើយខែ11ពីមុនខែ10ទេនេះអញ្ចឹងគឺជា last modify នៃ file នីមួយៗឬក៏ directory ហ្នឹងហើយចុងក្រោយគេ last column ចុងក្រោយគេមានន័យថាវាគឺជាឈ្មោះ file ឬក៏ directory ឯនេះខាងក្រោយហ្នឹងណាឈ្មោះ file ឬក៏ directory ឬក៏ជាប្រភេទ script អីហ្នឹងអូខេហើយយើងមកបន្តជាមួយទៅនឹងចំណុចទី3ចំណុចទី3គឺយើងមកដឹងពីប្រភេទនៃ permission ដែលយើងនឹងត្រូវយកទៅប្រើប្រាស់នៅក្នុង Linux server របស់យើងអញ្ចឹងទី1មានន័យថាជា permission តាមរយៈ letter ជាអក្សរ read write execute read តំណាងឲ្យអក្សរ O ហើយ write តំណាងឲ្យ W ហើយ execute តំណាងឲ្យអក្សរ X អញ្ចឹងយើងអាចមើលបាននេះអ្នកនរគ្នាឃើញអត់ក្នុងនេះគឺវាមាននេះ O W O O នេះ O W execute អញ្ចឹងយើងនឹងដឹងពីរបៀបអាននៅខាងមុខតិចទៀតយើងនឹងរៀនពីរបៀបថាយើងអានបែបម៉េចអូខេនេះអញ្ចឹងអានេះគឺជា permission តាមរយៈអក្សរហើយមួយទៀត permission ដែរគឺយើងប្រើតាមរយៈនិមិត្តសញ្ញាវិញម្ដងជាពិសេសគឺយើងប្រើនៅពេលណាដែលយើងចង់ធ្វើការ modify ឬក៏ផ្លាស់ប្ដូរ permission នៃ file ឬក៏ directory របស់យើងអញ្ចឹងយើងអាចប្រើប្រាស់តាមរយៈនិមិត្តសញ្ញាឬក៏អក្សរក៏បានដែរឬក៏ប្រើតាមរយៈនេះ user group ឬក៏ order option ក៏បានដែរគឺវាដូចតែគ្នាទេទៅតាមតម្រូវការរបស់យើងនិយាយរួមទៅគឺវាទៅតាមតម្រូវការរបស់យើងអញ្ចឹងនៅខាងក្រោមខ្ញុំនឹងមានឧទាហរណ៍នីមួយៗអំពីរបៀបក្នុងការផ្លាស់ប្ដូរ permission ជាដើមតោះឥឡូវយើងមក detail បន្តិចអញ្ចឹងall នេះស្មើនឹង read file content ដល់ពេល write យើងដឹងហើយគឺអាចធ្វើការ modify អាចធ្វើការកែនៅ text file នៅក្នុង file ឬក៏ directory របស់អ្នកនរគ្នានឹងបានហើយមួយទៀតគឺ execute អញ្ចឹង permission execute យើងដឹងហើយ program នីមួយៗនៅដើម្បីឲ្យអាចវាដំណើរការឬក៏ឲ្យ code នឹង run បានគឺវាត្រូវតែមាន permission execute ទើបអាច run បានអូខេហើយតើតើជាមួយទៅនឹង permission ជា symbol វិញជានិមិត្តសញ្ញាវិញសញ្ញាបូកមានន័យថាយើងបន្ថែម permission ចូលទៅកាន់ file ឬក៏ directory មួយហ្នឹង
ចឹងយើងថែមពីគេនេះត្រូវថែម read ឬក៏ write ឬក៏ execute អញ្ចឹងវាត្រូវបូកផ្សំបញ្ចូលគ្នាមិនមែនមានន័យថាប្រភេទនៃ permission 3ហ្នឹងប្រើដាច់ដោយឡែកពីគ្នាអត់ទេគឺវាប្រើជាមួយគ្នាអញ្ចឹងដូចសញ្ញាដកយើងចង់ធ្វើការដក permission ចេញពី file ឬក៏ directory ហ្នឹងវិញហើយដល់ពេលសញ្ញាស្មើយើងសម្គាល់ថាតើ user ឬក៏ group ឬក៏ owner ឲ្យស្មើជាមួយទៅនឹង permission មួយណាអញ្ចឹងប្រភេទនៃ permission ទាំង3ហ្នឹងគឺត្រូវបានបូកបញ្ចូលគ្នាដើម្បីធ្វើការជាមួយគ្នាគឺមិនមែនធ្វើការផ្សេងគ្នាទេអូខេហើយចំណុចទី4គឺរបៀបនៅក្នុងការអាននៅ security permission ហ្នឹងអញ្ចឹងយើងមកដឹងពីរបៀបនៅក្នុងការអានទាំងអស់គ្នាឥឡូវយើងមើលនៅក្នុងនេះសិនចុះយើងបន្តចូលទៅដល់ server នៅក្នុងនេះគេថា example មួយទី1គឺនេះ3ខ្ទង់3ខ្ទង់3ខ្ទង់អ្នកនរគ្នាត្រូវចាំ permission គឺវាមាន3 owner group ហើយនិង other អញ្ចឹង owner មាន3 group មាន3 other មាន3ខ្ទង់អញ្ចឹង3ខ្ទង់ទី1តំណាងឲ្យជា owner ឬក៏ជា user ដែលធ្វើការបង្កើតនៅ file ឬក៏ directory ហ្នឹងអញ្ចឹង3ខ្ទង់ទី1គឺ read write ហើយខាងក្រោយគឺអត់មាន execute ទេគឺ deny ចោលអូខេអញ្ចឹងវាមានន័យថា owner នៃ file ហ្នឹងក៏អាចធ្វើការ read វាដូចជាយើងអាចធ្វើការមើលនៅ content នៅក្នុងហ្នឹងបានហើយមួយទៀត write គឺអាចធ្វើការ modify បានហើយចូលមកដល់ទី2មានន័យថាជា 3 character បន្ទាប់គឺ read execute អត់មាន write ទេអញ្ចឹងវាតំណាងឲ្យ group ដែលអាចធ្វើការ read នៅ content នៃ file នឹងបានឬក៏អាចធ្វើការ execute បានអញ្ចឹងវាសម្គាល់ថានៅពេលណាដែលមាន user ផ្សេងទៀតស្ថិតនៅក្នុង group ជាមួយទៅនឹង user នៃ owner នេះគឺអាចធ្វើការ read ហើយនិង execute នៅ file របស់ user owner នឹងបានមានន័យថានៅក្នុង group មួយគ្នាហើយចុងក្រោយគឺ other មានន័យថាអ្នកផ្សេងទៀតដែលមិនមែនជាម្ចាស់ដែលមិនមែនស្ថិតនៅក្នុង group គឺគាត់អាចបានត្រឹមតែ read ទេមានន័យថាអត់អាច write អត់អាចអីបានទេបានត្រឹមតែ view content នៃ file ហ្នឹងឬក៏មិនអាចធ្វើការ execute នៅ file ហ្នឹងបានទៀតអានេះគឺជា other user អញ្ចឹងនេះនៅក្នុងនេះគេបានបញ្ជាក់ដែរគេថាមានន័យថាគ្រប់គ្នាទាំងអស់នៅក្នុង Linux server របស់យើងហ្នឹងគឺអាចធ្វើការ read ប៉ុន្តែអត់អាច modify ឬក៏ execute file ហ្នឹងបានទេអាហ្នឹងគឺមានន័យបែបហ្នឹងណាហើយសញ្ញាដកហ្នឹងគឺក៏វាមានអត្ថន័យរបស់វាដែរគឺ deny អានេះគឺរបៀបនៅក្នុងការអានតោះឥឡូវខ្ញុំនឹង show នៅ server បន្តិចអូខេអញ្ចឹងនៅក្នុង server នេះអ្នកនរគ្នាឃើញអត់យើងយកអាចុងក្រោយនេះចុះឥឡូវខ្ញុំ clear ចោលសិននេះអញ្ចឹងខ្ញុំធ្វើការ list នៅ file នេះមួយចុះបន្តមកយើងមកអានទាំងអស់គ្នាអញ្ចឹង file គឺជា text file ឃើញខាងមុខឯងអត់មានសញ្ញាដកមានសញ្ញាដកមិនមែនជា directory ឬក៏ link file អីទេហើយបន្ទាប់មកគឺជា owner មានន័យថា user នេះមក root នេះគឺមានសិទ្ធ read ហើយនឹង write អត់អាច execute បានទេហើយដល់ពេល group គឺមានសិទ្ធត្រឹមតែ read ទេនេះ group new g នេះគឺជា group អញ្ចឹង user ដែលស្ថិតនៅក្នុង group ជាមួយ new g ហ្នឹងអាចត្រឹមតែ read នៃ file ហ្នឹងបានទេហើយចុងក្រោយគឺ other user ដែលនៅក្នុង server របស់យើងហ្នឹងគឺអាចត្រឹមតែបាន read ជាមួយទៅនឹង file ហ្នឹងទេអត់អាច write ឬក៏ execute បានទេចឹងមានន័យបែបហ្នឹងអូខេតោះឥឡូវយើងមកបន្តមួយទៀតតកតងជាមួយទៅនឹងចំណុចទី5អញ្ចឹងតកតងជាមួយទៅនឹងចំណុចទី5គឺការផ្លាស់ប្ដូរ permission នៅក្នុង Linux គឺយើងធ្វើការផ្លាស់ប្ដូរបែបម៉េចអញ្ចឹងគឺយើងមាន comment មួយគឺ chmod ដែលអាចធ្វើការផ្លាស់ប្ដូរនៅ security permission នៅក្នុង file ឬក៏ directory របស់យើងនឹងបានគឺយើងប្រើ command chmod បន្ទាប់មកយើងអាចបន្ថែមជាមួយទៅនឹង option ឬក៏ដាក់ permission យកតែម្ដងឬក៏ option បូក permission ជាមួយគ្នាតែម្ដងអូខេតោះឥឡូវយើងទៅសាកទាំងអស់គ្នាអញ្ចឹងយក file នេះមកតេស្តតែហ្មងចុះដាក់ chmod ឥឡូវយើងកន្លែងនេះដែលយើងត្រូវដាក់តែអ្នកនរគ្នាចង់បូក option ឬក៏ permission ឬក៏ទាំងពីរចូលគ្នាឥឡូវគឺយើងអត់ប្រើ option ទេមូលហេតុដោយសារនេះវាជា file បើសិនជាយើងចង់ប្រើ option អាចនៅពេលណាដែលវាជា directory ព្រោះឯ directory នៅពេលដែលយើងធ្វើការ modify នៅខាងក្នុងគឺវាមាន file ច្រើនប៉ុន្តែយើងចង់ modify permission នៃ file ទាំងអស់នៅក្នុង directory ហ្នឹងអញ្ចឹងវាច្រើន file អញ្ចឹងករណីហ្នឹងយើងអាចប្រើ option ដក o បាន o តូចឬក៏ o ធំយើងអាចប្រើ option បូកជាមួយទៅនឹង permission បានវាអត់អីជាបញ្ហាទេតែខ្ញុំនឹងឧទាហរណ៍ឲ្យមើលជាមួយទៅនឹងការ modify file នៅក្នុង directory តែម្ដងអូខេតោះឥឡូវយើងទៅ permission ធម្មតាសិនអញ្ចឹងនៅក្នុង file test 1នេះ permission របស់គាត់គឺ owner read write ហើយចំពោះgroup គឺ read order គឺ read ដែរអូខេអញ្ចឹងខ្ញុំនឹងធ្វើការដាក់តោះឥឡូវយើងទៅមើលបន្តិចនេះ
ដូចខ្ញុំបានបញ្ជាក់អញ្ចឹង permission 3ប្រភេទនេះគឺយើងយកមកប្រើហើយអញ្ចឹងខ្ញុំនឹងឲ្យ owner មានន័យថាអក្សរu នេះ owner ឬក៏ user ហ្នឹងគឺស្មើខ្ញុំដាក់ឲ្យគាត់ស្មើនឹងតែ execute ទេឃើញទេស្មើតែ execute ទេនេះតែស្មើ execute ហើយយើងក្បៀបន្តមកគ្រប់ឲ្យស្មើជាមួយទៅនឹង read write ស្មើ read write ហើយដល់ពេល order វាស្មើជាមួយទៅនឹង write ចុះតោះយើងដាក់ file test 1 enter នេះឥឡូវយើងលេខម្ដងទៀតនេះឃើញទេអញ្ចឹង file test 1ហ្នឹងគឺវានឹងត្រូវការផ្លាស់ប្ដូរឃើញទេ owner គឺបានត្រឹមតែ execute ហើយដល់ពេលគ្រប់គឺបាន read write ហើយដល់ពេល other បាន write ឃើញទេអញ្ចឹងអ្នកគ្នាត្រូវតែប្រុងប្រយ័ត្ននៅក្នុងការប្រើ permission ជាតម្រងអក្សរដើម្បីធ្វើការផ្លាស់ប្ដូរជាងនៅពេលដែលយើងប្រើបែបនេះមានន័យថាវានឹង override all permission ទាំងអស់ឃើញទេ permission ពីមុនហ្នឹងគឺត្រូវបានផ្លាស់ប្ដូរទាំងអស់តាមរយៈ permission ថ្មីនេះគឺត្រូវប្រុងប្រយ័ត្នមែនទែនអូខេអញ្ចឹងមួយទៀតអានេះយើងដូរទាំង3ណាចុះបើសិនជាខ្ញុំចង់ដូរទៅមួយនេះខ្ញុំចង់ដូរទៅមួយនេះយើងអាចដូរតាម user ទៅ read write execute ទៅមកនេះ enter នេះឃើញទេអញ្ចឹង user ឬក៏ owner ហ្នឹងឃើញបានពេញ read write execute ហើយដល់ពេលគ្រប់គឺនៅរក្សាដដែល order ក៏រក្សាដដែលដែរនេះគឺមានន័យបែបហ្នឹងហើយរបៀបក្នុងការប្រើគឺយើងផ្លាស់ប្ដូរទៅតាមតម្រូវការរបស់យើងបើសិនជាយើងចង់ផ្លាស់ប្ដូរតែគ្រប់យើងដាក់ G បើសិនជាយើងចង់ផ្លាស់ប្ដូរតែ order យើងដាក់អក្សរ O មកអញ្ចឹងអានេះរបៀបក្នុងការផ្លាស់ប្ដូរតាមរយៈអក្សរអានេះខ្ញុំ example ឲ្យមើលមួយអូខេអញ្ចឹង comment នេះគឺមានន័យបែបហ្នឹងអូខេអញ្ចឹងយើងទៅមើលមួយទៀតតើទៅមួយការផ្លាស់ប្ដូរ permission file នៅក្នុង directory វិញម្ដងអញ្ចឹងខ្ញុំមាន directory នេះមួយខ្ញុំចូលទៅមើលសិនតើមាន file អត់នេះមានអូខេនេះអញ្ចឹងនៅក្នុង directory ហ្នឹងមាន file អញ្ចឹងខ្ញុំចង់ធ្វើការផ្លាស់ប្ដូរ file ទាំងអស់ហ្នឹងទៅជា permission ដូចគ្នាតែមួយនេះខ្ញុំចេញមកក្រៅសិនអូខេអញ្ចឹងយើងដាក់ ch mode ទៅដែរបន្តមកទៀតយើងត្រូវដាក់ជាមួយ option ឲ្យដក អញ្ចឹងដក ហ្នឹងវាសម្គាល់ថា file ឬក៏ directory ដែលស្ថិតនៅក្នុង directory commission នេះនឹងត្រូវបានធ្វើការផ្លាស់ប្ដូរទាំងអស់ទៅតាម permission នៅខាងក្រៅដែលយើងបានកំណត់នេះឥឡូវខ្ញុំដាក់ថា user ស្មើ write execute ហើយចំពោះគ្រប់ស្មើត្រឹមតែ read write ហើយដល់ពេល other គឺស្មើ deny ទាំងអស់តោះមកយើងដាក់ថា permission commission enter នេះបានតោះមកយើងចូលទៅ commission នេះលីម្ដងទៀតអញ្ចឹងឃើញអត់នៅពេលដែលយើងចង់ផ្លាស់ប្ដូរ file ឬក៏ directory នៅក្នុង sub directory គឺយើងប្រើជាមួយនឹង option ដក មកអញ្ចឹងវាចូលករណី option បូកជាមួយទៅនឹង permission នេះឃើញទេអញ្ចឹងវានឹងកំណត់ទៅដូចគ្នាទាំងអស់គ្នាឃើញអត់ permission file ហើយនឹង directory នៅខាងក្នុងគឺដូចគ្នាទាំងអស់តែម្ដងសូម្បីតែនៅក្នុងនេះក៏ដូរដែរអញ្ចឹងមានន័យថា file ឬក៏ directory ដែលជា sub directory ធំរបស់ commission នេះគឺនឹងធ្វើការផ្លាស់ប្ដូរទាំងអស់តាមរយៈ option ដក នេះគឺមានឥទ្ធិពលបែបហ្នឹង option ដក ធំឬក៏ តូចអញ្ចឹងអានេះគឺជា syntax ខ្ញុំបានបញ្ជាក់ឲ្យមើលហើយនៅខាងក្រោមយើងនឹងបញ្ជាក់បន្ថែមថាតើការផ្លាស់ប្ដូរ permission ជាមួយលេខជាមួយអក្សរឬក៏ជាមួយ keyword នេះវាបែបម៉េចនេះយើងមកដល់ល្មមគឺចំណុចទី6តើតើមួយការផ្លាស់ប្ដូរ permission ជាមួយនឹងលេខអញ្ចឹងអ្នកគ្នាត្រូវដឹងមុនពេលធ្វើការផ្លាស់ប្ដូរ permission ជាមួយលេខអ្នកគ្នាត្រូវតែដឹងអំពីអត្ថន័យនៃលេខនីមួយៗសិនដើម្បីយើងអាចផ្លាស់ប្ដូរឲ្យទៅតាមតម្រូវការរបស់យើងអញ្ចឹងpermission គឺត្រូវបាន issue ចេញដោយ comment ch mode ហើយ n នេះតំណាង number គឺមាន3ខ្ទង់ខ្ទង់ទី1តំណាងឲ្យ owner ឬក៏ user ខ្ទង់ទី2តំណាងឲ្យ group ខ្ទង់ទី3តំណាងឲ្យ other អូខេអញ្ចឹងអ្នកគ្នាមកមើល user វាមាននេះ u ស្មើ user g group o other ហើយនឹង a ស្មើនឹង all គឺ permission 3ដែលយើងបាននេះនៅលើនេះឃើញទេហើយបន្តមកទៀតអ្នកគ្នាចាំតែ3លេខបានហើយលេខ4លេខ2លេខ1 4 read 2 write 1 execute បន្តមកទៀតអ្នកគ្នាអាចបូកលេខហ្នឹងគឺធ្វើម៉េចកុំឲ្យលើសពី7គឺ0ទៅដល់7អញ្ចឹង permission គឺមានចាប់ពី0រហូតដល់7អញ្ចឹងលេខ0ស្មើនឹង deny លេខ1ស្មើគេ execute លេខ2ស្មើគេ try លេខ3ស្មើគេយើងអត់ដឹងទេមែនទេគឺអ្នកគ្នាយកអាធំបូកអាតូចមកគឺយកលេខ2បូក1ស្មើ3
write execute ឃើញអត់អញ្ចឹងយើងបាច់ចាំទៅលេខ3លេខយើងសំខាន់យើងចាំតែ3បានហើយគឺចាំលេខ4លេខ2និងលេខ1 read write execute នេះឃើញទេអញ្ចឹងយើងឥឡូវខ្ញុំ example នៅនឹងមកចុះលេខ3វាស្មើនេះអញ្ចឹងលេខ3វាស្មើនឹង2 + 1 2 + 1 អូខេវាមិនស្មើនឹង write execute មែនទេហើយដល់ពេលលេខ4គឺនេះលេខ4 read យើងបាច់និយាយព្រោះយើងចាំហើយអញ្ចឹងចូលលេខ5លេខ5មានន័យវាស្មើនឹង4 + 1 4 + 1វាស្មើនឹងread execute ដល់ពេលលេខ6លេខ6វាស្មើនឹង4 + 2ឃើញអត់យកធំបកតូចគឺវាស្មើ read write ហើយដល់ពេលលេខ7លេខ7វាមិនត្រូវស្មើនឹងបូកចូលគ្នាទាំងអស់4 2 1 4 + 2 + 1នេះមិនត្រូវស្មើ read write execute read write execute ឃើញអត់អញ្ចឹងអ្វីដែលអ្នកគ្នាត្រូវចាំចំពោះ permission ដែលជា number ចាំតែ3លេខបានហើយ4 2 1 read write execute 4 2 1 read write execute ហើយចង់រកលេខ3យក2 + 1មករកលេខ5យក4 + 1មកហើយរកលេខ6យក4 + 2ហើយរកលេខ7គឺ full ទាំងអស់ហ្មងលេខ7ស្រួលចាំជាងគេគឺ full ហ្មង read write execute នឹងអានឹងរបៀបនៅក្នុងការset permission ជាលេខនេះហើយនៅខាងក្រោមមួយទៀតគឺមាន option ដ៏ដូចខ្ញុំបានបង្ហាញអ្នកគ្នាមុនមិញហ្នឹងអញ្ចឹងមានន័យថាវានឹង change all permission គ្រប់ file ទាំងអស់នៅក្នុង directory ហើយនឹង sub directory មានន័យថា file នៅក្នុង directory ហ្នឹងហើយនឹង sub directory ហ្នឹងតាមប្រហែលគឺនឹងត្រូវការផ្លាស់ប្ដូរទៅតាម permission នឹងដូចគ្នាទាំងអស់ហើយអ្វីអ្នកគ្នាត្រូវចាំមួយទៀតនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរ permission តាមរយៈលេខវានឹងធ្វើការ override permission របស់យើងទាំងអស់ហើយឧទាហរណ៍ថា owner មាន permission read write execute 3 full ហើយប៉ុន្តែយើងចង់ផ្លាស់ប្ដូរឲ្យវាទៅជាលេខ3អញ្ចឹងវាអត់អាចធ្វើការដកមួយដាក់មួយបានទេគឺវានឹង override ទៅថ្មីទាំងអស់បើយើងនិយាយចំ new permission សម្រាប់ file មួយនឹងតែម្ដងហើយនៅក្នុងការ define ជាលេខត្រូវតែដាក់ម្ដងទាំង3អត់អាចដាក់មួយបានទេឥឡូវយើងនឹងទៅតេស្តទាំងអស់គ្នាឥឡូវយើងមកតេស្តទាំងអស់គ្នាតោះ ch mode ឥឡូវយើងកំពុងដាក់ option door យើងដាក់ជាលេខសិនខ្ញុំនឹងការផ្លាស់ប្ដូរ permission សម្រាប់ file មួយឈ្មោះថា sock1 នេះគឺខ្ញុំដាក់7 5 5 enter នេះអ្នកគ្នាឃើញអីផ្លែអត់អញ្ចឹង755មានន័យថា owner ឬក៏ user ហ្នឹងគឺ full read write execute ហើយចំពោះ group វិញគឺលេខ5អញ្ចឹងលេខ5ស្មើនឹង4 + 1 read execute ឃើញទេ4 + 1 read execute ហើយចំពោះ other វិញគឺលេខ5ដែរ read execute ដែរឃើញទេអញ្ចឹងវាធ្វើការផ្លាស់ប្ដូរទៅតាមលេខប៉ុន្តែវានឹង override ចេញទាំងអស់គេអាចាស់របស់វាអត់នេះអូខេវានឹង override ទាំងអស់អញ្ចឹងក្នុងករណីនេះអ្នកគ្នាត្រូវប្រយ័ត្នបើសិនជាអ្នកគ្នាចង់ override ទាំងអស់អូខេអាចប្រើតាមវិធីនឹងបានប៉ុន្តែបើសិនជាអ្នកគ្នាអត់ចង់ទេចង់ដកតែ execute ចេញពី owner ឬក៏ចង់ដក execute ចេញពី group ឬក៏ចង់បន្ថែម write ទៅឲ្យ owner ឬក៏ other អីគឺយើងអត់អាចប្រើលេខបានទេគឺយើងត្រូវប្រើ limit សញ្ញាហើយមួយទៀតតកតងជាមួយនឹងការផ្លាស់ប្ដូរ permission ទៅលើ directory តាមរយៈលេខហើយជាមួយនឹង option door ឥឡូវយើងចូលទៅមើល directory នេះសិនdirectory នេះមាន file អូខេអ្នកគ្នាតោះឥឡូវយើងមកធ្វើការផ្លាស់ប្ដូរ permission តាមរយៈលេខប៉ុន្តែយើងប្រើជាមួយទៅនឹង option door ដើម្បីធ្វើការផ្លាស់ប្ដូរ permission នៅក្នុង sub directory នេះតើវាដំណើរការដែរឬអត់ដូចអ្វីដែលគេបានថាអត់តោះឥឡូវយើងដាក់ command ch mode តមកយើងដាក់ option door ហើយយើងត្រូវដាក់ permission អញ្ចឹងខ្ញុំនឹងធ្វើការ list file សិនដើម្បីដឹងថាតើ permission មុនគេផ្លាស់ប្ដូរហ្នឹងគឺ permission នេះគេនេះ permission មុនពេលផ្លាស់ប្ដូរអ្នកគ្នាឃើញអត់owner ឬក៏ user permission របស់គាត់ read write មានន័យថាជាលេខ6ហើយដល់ពេលgroup គឺ read execute គឺជាលេខ3 2 + 1ហើយចំពោះ other វិញគឺលេខ4គឺបានធ្វើ read ទេអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរជាមួយគាត់ជាមួយ file នឹងទាំងអស់នៅក្នុង directory សុកលេខនេះនឹងធ្វើការផ្លាស់ប្ដូរទាំងអស់អត់យើងដាក់ ch mode មកបន្ទាប់មកយើងដាក់ option door ហើយយើងត្រូវដាក់ permission ឥឡូវខ្ញុំចង់ផ្លាស់ប្ដូរ user ឬក៏ owner ហ្នឹងទៅជាលេខ3
chẳng lệch bấy nào nên cứ smart pi bột mùi read write tao mà thiết group ai còn smart lệch phèm chẳng biết smart nâng 4 bột mùi read execute sorry 3 biết smart nâng pi bột mùi ra execute sorry 3 smart pi bột mùi ra execute đọc về lệch phèm 4 bột mùi biết smart nâng read execute đọc về trong khối nhộm đại tới chia lệch 5 mùi lệch 6 mùi smart 4 bột pi read write này lệch 3 này enter dương lên đón tiếp dương chó dương lấy nè những này khơi phạt đâu tầng ở trước bên này tha tăng directory nâng tăng sub directory nó cứ từ bàn phạt đâu permission tầng ở từ ta mà vậy để bạn cầm nón nè trước đôi như mà một trẻ chứ cứ thời tại phải dắt cho một permission để chỉ lấy cứ viên nâng override tầng ở mà vì ở ai cần nọt tha ở dương chọn độ read trên chọn độ write trên ở ai thôi chừng bàn này cứ dương mình cần nọt từ tăng lấy nè ok chắc là ní cứ chia ca phạt đâu permission chia mùi tầng nâng lấy chương dương nâng bật to từ môi tiết ca plug đâu permission chỉ mùi từ nâng keyword mình mà đòn lấy nó không ní nhưng mình example muối cứ user mode ch mode use mà nâng read write là về chí mà nâng o là về o mà nâng o này chứ mình thay user ai biết mà nâng read write là về group mà nâng read order mà nâng read này file chúng ta sống lên đôi cái bạn phải chạy chẳng give permission read write từ căn user rồi có owner give permission read từ căn group read từ căn other này dương ưu họ TP mình thay dương phải đo permission execute từ căn user tầng tầng group tầng user tầng order ok chẳng dương từ ưu họ tầng P nâng sân ok ta lấy dương mà ưu họ tí muối cái thao dương phải đo nơi user permission cứ read write đọc về group read order read chứ như đã thà ch mode này mà use và user cứ smart nâng read write ở đọc về group smart nâng read ở đọc về other smart nâng read đại smart nâng read đại này file mỗi nhầm đã thà sọc one cho enter lim lòng tiết nè này cái này khai nhất chẳng file sọc one nó cứ đừng rời bàn plug đồ user read write nhé read write group read đọc về other read tiết nhé chứ biết đừng ta vậy để dùng bàn plug đồ chứ mà sao giờ này tao nên trong bộ của time trong độ của time ấy cứ dân từ pra bạn này giờ lại pra lấy bạn này sao lấy viên đừng override tầng o tại một đoạn OTP bên này thay dương bật time execute group tầng o chứng từ căn user còn biên từ căn group hay nâng từ căn nào đây chứng như ch mode từ đấy chúng đã bên này thay all user group other bố nè dương thời tại pra symbol này mà nhà dương chọn bật time cứ dương phải bột chứ bộ execute all file xuống lên còn enter đấy ok trong bên này tháng dương nâng bật time execute permission từ căn user phong từ căn group phong từ căn other phong ok này hai phần thì dương trong độ bình dương phở thì mà xì nhà độ cứ nhấn bạn execute bạn đây nè chứng bạn xin dương trong độ mùi rồi còn nó tại tam user hay nâng group xem kia cứ dương pra thì mà xì nhà bạn nâng cứ dương pra lấy thế để sang tận lấy viên đường override từng bằng smart nâng set permission mấy ở anh khi bật trả ba này ok này được thì họ thì bay chẳng kéo dương độ nâng permission read write hay nâng execute change p order hay nâng group là đi độ từng bằng ta lấy dương từ mưa giống như mình thôi cả độ permission change vì nè file software độ change từng bằng ở ai sao lại đi chứng nên đi với miền này cái miền read độ read change ch mode dương phở so ố hay nâng chi mình tha order hay nâng group rồi có group ố nhà đó đôi cái read này phá enter lý cái nhé link phá nó cứ group hay nâng other smart deny cái nhà độ tăng hỏi 77 tốn set nhà độ chứ mình là deny group admin set ấy thế ở chụp bộ đó còn mình sẽ lấy đá trong file lấy bàn tay read write sẽ map user thì map owner để chỉ mà chặt file nên thì mình cứ mình lấy bạn nâng hiện chứng UTH thì buồn cứ càng còn not permission ở bật time read write execute từ can order hay nâng group chứng thì buồn ấy kêu dương bật time permission read write execute nó cho từ can order hay nâng group mình chứ dương phở ch mode từ đá còn là thay dương đã tha group order hay nâng nhà bộ dương phở thì mình sẽ nhà bố
read write execute ទៅកាន់ user sock1 ទៅកាន់ file sock1 យើងលេងម្ដងទៀតឃើញទេចឹងនៅពេលដែលយើងថែមឲ្យវិញឃើញទេ read write execute ប៉ុន្តែចំពោះ owner យើងអត់បានប៉ះពាល់ទេគឺវានឹង keep នៅរក្សាដដែលទាំងអស់អញ្ចឹងឧទាហរណ៍4នេះសង្ឃឹមថាអ្នកគ្នាអាចយល់ច្បាស់ហើយអ្នកគ្នាអាចទៅអនុវត្តបន្ថែមខ្លួនឯងទៀតអំពីការបន្ថែមបន្ថយ permission ទី8តកតងជាមួយទៅនឹងការផ្លាស់ប្ដូរ owner នៃ file ឬក៏ directory អញ្ចឹងនៅក្នុង file នីមួយៗវាតែងតែមានជាមួយទៅនឹង owner នេះដែល file ហ្នឹងជាម្ចាស់នៃ user root ហើយដល់ពេល group ហើយ root ឡើងនេះមានន័យថាជា group អញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរកន្លែងហ្នឹងអញ្ចឹងយើងដាក់ថា ch own តមកទៀតអ្នកគ្នាចង់ដាក់ថាតើឥឡូវយើងត្រូវដឹងឆែក user សិនតាមពិតយើងត្រូវឆែក user សិនតើមាន user ណាខ្លះដែលយើងចង់ធ្វើការផ្លាស់ប្ដូរ user យើងមានច្រើនអញ្ចឹងខ្ញុំដូរ user នេះសោះនេះដូរទៅកាន់ user សុកលេងសុកធំទាំងអស់នេះអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរ file sock1 នេះពី root ទាំងពីរនេះទៅកាន់ user សុកលេងអញ្ចឹងខ្ញុំដាក់ថា ch own តមកទៀតខ្ញុំដាក់ថាសុកលេងត្រូវចុច2លេងមួយទៀតអញ្ចឹងអាទី1នេះតំណាងឲ្យនេះ root កន្លែង user នេះហើយទី2តំណាងឲ្យ group អញ្ចឹងបើអ្នកនរគ្នាចង់ដាក់ group អីផ្សេងទៀតក៏បានដែរអ្នកគ្នាអត់អីនេះដាក់ user អីផ្សេងទៀតមកដូចមុនហ្នឹងយើងមាន user នេះសុកតទេនេះអញ្ចឹងយើងដាក់មកតមកទៀតយើងដាក់ឈ្មោះ file enter លេខនេះឃើញអត់អញ្ចឹង file sock1 នេះគឺនឹងត្រូវបានផ្លាស់ប្ដូរ user ទៅជា owner ហ្នឹងទៅជាសុកលេងហើយដល់ពេល group ទៅជាសុកអញ្ចឹងអានេះគឺរបៀបក្នុងការផ្លាស់ប្ដូរ owner file ហើយនឹង directory អូខេតោះឥឡូវយើងមកប្រៀបធៀបវិញម្ដងចំពោះការផ្លាស់ប្ដូរ permission តាមរយៈ keyword ហើយនឹងលេខទី1គេថា provide នៅ full read write execute permission គឺមានន័យថាស្មើនឹង7ទៅកាន់ទាំងអស់ហ្នឹងអញ្ចឹងបើសិនជាយើងចង់ធ្វើការប្រៀបធៀបវាបើយើងប្រើជាមួយទៅនឹងអក្សរ keyword ជាមាន symbol មាន read write execute អីហ្នឹងគឺយើងត្រូវប្រើដូចនេះ user ឬក៏ group ឬក៏ order ប៉ុន្តែយើងអាចដាក់អក្សរ a បាន a បូកទាំងអស់មកមានន័យថាទាំងអស់មកគឺយើងមិនចាំបាច់ដាក់ user group order ហ្នឹងអញ្ចឹងទេយើងអាចដាក់អក្សរ a ហើយបូកទាំងអស់អូខេឥឡូវយើងមកតេស្តអញ្ចឹងយើងនឹងជ្រើស file ចំនួន2ខ្ញុំនឹងបង្កើត file មួយទៀតខ្ញុំដាក់ sock2 នេះអញ្ចឹងខ្ញុំបង្កើត file មាន2នេះ sock1 ហើយនិង sock2 អញ្ចឹងខ្ញុំនឹងធ្វើការ file ទី1ខ្ញុំផ្លាស់ប្ដូរតាមរយៈ keyword file ទី2ខ្ញុំផ្លាស់ប្ដូរតាមរយៈលេខ ch mode a បូក read write execute មានបូកទាំងអស់មកនេះឃើញទេមានន័យថាយើងផ្ដល់ full permission ទាំង user ទាំង owner ទាំង group ហើយទាំង other ទៅទាំងអស់ sock1 នេះ enter នេះឃើញអត់ full ហើយដល់ពេលទី2 sock2 យើងនឹងឲ្យ permission អញ្ចឹងដែរប៉ុន្តែខ្ញុំឲ្យតាមរយៈលេខទេគឺដាក់7ទាំងអស់គឺនឹងស្មើ full ដូចគ្នា enter ឃើញអត់ឃើញវាដូចគ្នានេះអញ្ចឹងអានេះរបៀបនៅក្នុងការផ្លាស់ប្ដូរតាមរយៈ keyword អានេះរបៀបក្នុងការផ្លាស់ប្ដូរតាមរយៈលេខអូខេវាដូចគ្នាទេវាទៅតាមតម្រូវការយើងជាក់ស្ដែងយើងចង់បានបែបម៉េចហើយគិតថាមួយណាស្រួលប្រើជាងអ្នកគ្នាអាចយកមួយនឹងទៅប្រើទៅទី2យើងផ្ដល់នៅ read កូដលេខ4ដែលជាកូដលេខ4 user permission ហើយ write ជាកូដលេខ3សម្រាប់ group ហើយដល់ពេល read ហើយនឹង execute កូដលេខ5សម្រាប់ other អញ្ចឹងអត្ថន័យមួយហ្នឹងគឺមានន័យបែបនេះយើងឲ្យ user ស្មើនឹង read នេះហើយដល់ពេល group ស្មើនឹង write execute ហើយដល់ពេល other ស្មើនឹង read execute អូខេតើឥឡូវយើងយក file ពីរហ្នឹងដែរទី1យើងនឹងផ្លាស់ប្ដូរតាមរយៈ keyword ch mode user ស្មើនឹង read ឥឡូវខ្ញុំ copy permission នេះមកនេះ user ស្មើនឹង read group ស្មើនឹង write execute ដល់ពេល other ស្មើនឹង read execute sock1 enter ឃើញទេuser ស្មើនឹង read ឃើញទេដល់ពេល group ស្មើនឹង write execute ដល់ពេល other ស្មើនឹង read execute ឃើញទេហើយចំពោះ sock2 ខ្ញុំនឹងធ្វើការផ្លាស់ប្ដូរតាមរយៈលេខ ch mode អញ្ចឹងយើងដឹងហើយដើម្បីស្មើ read គឺលេខប៉ុន្មាន read write executeលេខ4អញ្ចឹងខ្ញុំដាក់លេខ4ហើយដល់ពេល group write execute
គឺលេខ1ហើយដល់ពេល write គឺលេខ2អញ្ចឹង2 + 1 វា3ហើយដល់ពេល order ស្មើនឹង read execute អញ្ចឹងវាត្រូវ4 + 1លេខ5ខ្ញុំដាក់ soft to នេះឃើញអត់គឺ permission ដូចគ្នាដែរអាហ្នឹងគឺរបៀបក្នុងការ set permission តាមរយៈ symbol នៃមិត្តសញ្ញាហើយនឹងមួយទៀតតាមរយៈលេខអូខេមកឧទាហរណ៍ចុងក្រោយយើងនឹងផ្ដល់ permission ទាំងអស់កូដលេខ7ទៅកាន់ user ហើយនឹង group ប៉ុន្តែចំពោះ read write execute សម្រាប់តែ order ទេអញ្ចឹងវាពីរលក្ខខណ្ឌលក្ខខណ្ឌទី1 user ហើយនឹង group គឺស្មើ full ហើយដល់ពេល order គឺស្មើត្រឹមតែលេខ5ទេគឺ read execute តោះឥឡូវយើងទៅមើលអស់គ្នាអញ្ចឹង CH mode តមកទៀតគេថា user ហើយនឹង group គឺស្មើនឹង full read write execute នេះហើយដល់ពេល order គឺស្មើជាមួយទៅនឹងគេថា read execute or x អមយើងដាក់ soft 1 enter យើងលេខម្ដងទៀតនេះឃើញទេ user ហើយនឹង group គឺ full permission ចំណែកឯ order គឺស្មើនឹង read execute ទេហើយចំពោះការផ្លាស់ប្ដូរតាមរយៈលេខវិញតោះយើងទៅមើលអស់គ្នាអញ្ចឹង CH mode អញ្ចឹង full យើងដឹងហើយគឺលេខ7 read write execute អញ្ចឹងតួទី1សម្រាប់ user full តួទី2សម្រាប់ group ក៏ full ដែរប៉ុន្តែតួទី3គឺសម្រាប់ order គឺបានត្រឹមតែ read ហើយនឹង execute ទេអញ្ចឹង read លេខម៉ាន read លេខ4 execute លេខម៉ានលេខ1 4 + 1 5យើងដាក់ឈ្មោះ file enter នេះឃើញទេ permission ដូចគ្នាអញ្ចឹងនេះគឺជារបៀបនៅក្នុងការ set permission តាមរយៈនិមិត្តសញ្ញាឬក៏ keyword ហើយនឹងមួយទៀតតាមរយៈលេខហើយអ្វីដែលអ្នកគ្នាត្រូវចាំឲ្យច្បាស់លេខគឺវាស្មើនឹង override ទាំងអស់ហើយប៉ុន្តែបើសិនតាមនិមិត្តសញ្ញាយើងអាចធ្វើការផ្លាស់ប្ដូរតែ user ដើម្បី keep group ឬក៏ keep order បានអូខេអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្ណឹងប៉ុន្តែខ្ញុំសូមសង្ខេបបន្តិចរបៀបនៅក្នុងការអានខ្ញុំសង្ខេបរបៀបក្នុងការអានឲ្យយល់តិចបើសិនជាយើងអត់យល់របៀបក្នុងការអាននេះគឺយើង set permission អត់ត្រូវទេអញ្ចឹងនៅពេលដែលអ្នកគ្នាវាយ comment ll ឬក៏ ls .l គឺវានឹង list detail ឲ្យយើងឲ្យថា file directory ហ្នឹងមិនអញ្ចឹងរបៀបក្នុងការអានសញ្ញាដកចាប់ពីទី1មកដល់ខាងក្រោយនេះគឺមានចំនួន10ខ្ទង់ទី1គឺអត់ពាក់ព័ន្ធអីទេអត់ពាក់ព័ន្ធជាមួយទៅនឹង permission ទេវាពាក់ព័ន្ធថាសម្គាល់ថាតើអាហ្នឹងគឺសម្គាល់ជាអីគេជា directory ជា link file ឬក៏ឃើញសញ្ញាដកអញ្ចឹងភាគច្រើនអាចជា text file ឬក៏ file code អីផ្សេងហើយបន្ទាប់ពីនឹងមកចំនួន9មានន័យថាគឺជា permission ហើយចំពោះ9ហ្នឹងគឺបែងចែកចេញជា3ទី1គឺ user ទី2គឺ group ទី3គឺ order គឺបានបែងចែកចេញជា3ហើយ permission គឺវាមាន read write execute ដូចគ្នាទាំង group ទាំង order ទាំង owner ហើយបន្តមកទៀតគឺតំណាងឲ្យ user ដែលប្រើសម្រាប់ធ្វើការបង្កើតនៅ file មួយហ្នឹងមានន័យថាយើងប្រើ user ណាដើម្បីបង្កើត file មួយហ្នឹងហើយខាងក្រោយគឺ group មានន័យថាបើសិនជា user ស្ថិតនៅក្នុង group មួយគ្នាហ្នឹងគឺអាចធ្វើការលើ file ហ្នឹងបានទៅតាម permission នេះហើយបន្តមកទៀតគឺជាទំហំនៃ file នេះចំពោះខាងក្រោយនេះមានន័យថាវាគឺជា date time នៃ last modify នៃ file នីមួយៗហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់អ្នកគ្នាប៉ុណ្ណឹងយើងតាក់ទងជាមួយទៅនឹងមេរៀន file ហើយនឹង directory permission របស់យើងគឺមានតែប៉ុណ្ណឹងជាចុងក្រោយសង្ឃឹមថាវីដេអូនៃការចែករំលែកមួយនេះនឹងជួយទៅដល់អ្នកទាំងគ្នាឲ្យយល់ដឹងកាន់តែច្បាស់អំពីប្រព័ន្ធសុវត្ថិភាពនៅក្នុង Linux ជាពិសេសទៅលើ file ហើយនិង directory ហើយក៏ជាផ្នែកមួយជួយទៅកាន់អ្នកទាំងគ្នាឲ្យយល់ដឹងកាន់តែច្បាស់អំពីLinux OS នេះផងដែរហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗនិងជាការ support មកកាន់ពួកយើងផងដែរដើម្បីឲ្យពួកយើងមានទឹកចិត្តនៅក្នុងការធ្វើវីដេអូចែករំលែកទៅកាន់អ្នកទាំងគ្នាបន្តទៀតសូមអរគុណម្ដងទៀតសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត